ជំរាបសួរខ្ញុំបាទសឺមិញអរយើងមកស្រាវសម្រាប់នេះជាមួយខ្ញុំមុននឹងចាប់ផ្ដើមខ្ញុំសូមស្នើសុំទៅកាន់បងប្អូនជួយចុច like share ក៏ដូចជា subscribe ទៅកាន់ channel YouTube របស់ខ្ញុំអ្នកមួយផងដើម្បីជាការលើកទឹកចិត្តរបស់ខ្ញុំបាទឥឡូវចូលទៅមើលលំហាត់ជាមួយខ្ញុំប្រធានលំហាត់ទី87នេះគេឲ្យយើងកណន័យរំលាយកូតង់នៃផៃលើ24បាទអញ្ចឹងលំហាត់នេះឃើញថាប្រធានវាខ្លីទេតែក្នុងការដោះស្រាយរបស់វាវែងចឹងខ្ញុំនឹងដោះស្រាយលំហាត់នឹងជូនម្ដងកូតង់ផៃលើ24អញ្ចឹងខ្ញុំអាចសរសេរបានទៅជាកូសផៃលើ24ចែកឲ្យស៊ីនផៃនៅលើ24បាទអញ្ចឹងកូតង់របស់យើងស្មើនឹងកូសនៅលើស៊ីនអញ្ចឹងខ្ញុំសរសេរទៅជាអញ្ចឹងទៅហើយបន្តមកទៀតខ្ញុំនឹងគុណកូសផៃលើ4ទាំងភាគយកទាំងភាគបែកហេតុអីមកខ្ញុំគុណអញ្ចឹងដើម្បីឲ្យទាំងភាគយកទាំងភាគបែកហ្នឹងវាសម្រួលផៃលើ24នេះបានអានេះវាមានស៊ីនអញ្ចឹងបើវាមានកូសមួយទៀតមកយើងអាចទៅជាស៊ីន 2x បានអញ្ចឹងវាអាចសម្រួល24នេះនៅសល់ត្រឹម12ហើយដល់ពេលកូសយើងដល់ពេលបានការ៉េទៅយើងអាចបំលែងវាទៅជាកូស 2x បានអញ្ចឹងវាទៅសល់កូសផៃលើ12បាទអញ្ចឹងខ្ញុំគុណថែមនឹង2កូសផៃលើ24អញ្ចឹងភាគបែកបាន2ស៊ីនផៃលើ24កូសផៃលើ24បាទអញ្ចឹងរូបមន្តរបស់យើងកូស 2x ស្មើ2កូសការ៉េ x ដកឲ្យ1អញ្ចឹងបើយើងចង់រកកូសការ៉េ x ចឹងយើងបានកូស 2x បូកឲ្យ1ស្មើនឹង2កូសការ៉េ x បាទអញ្ចឹងយើងនឹងជំនួសកូស 2x បូក1នៅកន្លែងកូសការ៉េដល់ពេលស៊ីន 2x យើងវិញស្មើនឹង2ស៊ីន x កូស x អញ្ចឹងខ្ញុំនឹងជំនួសកន្លែង2ស៊ីន x កូស x នេះដោយស៊ីន 2x ដែរបាទអញ្ចឹងយើងទទួលបាន1បូកឲ្យកូស 2x អញ្ចឹងដល់ពេលយើងគុណ2ចូលទៅយើងនឹងសល់ផៃលើ12នៅលើស៊ីនផៃលើ12បាទអញ្ចឹងផៃលើ12នេះយើងអាចកណនារកតម្លៃវាបានដល់យើងនឹងបំលែងវាទៅជាផៃលើ3បូកឲ្យផៃលើ4អញ្ចឹងស៊ីនរបស់យើងក៏ផៃលើ3បូកឲ្យផៃលើ4ដូចគ្នាសំទោសមិនបូកទេដកផៃលើ3ដកផៃលើ4អញ្ចឹងនៅពេលដែលយើងតម្រូវភាគបែកទៅប្រភេទទី1គុណហើយនឹង4ប្រភេទទី2គុណហើយនឹង3អញ្ចឹង4ដក3ហ្នឹងសល់1អញ្ចឹងផៃលើ12ដូចគ្នាបាទវាផ្ទៀងផ្ទាត់អញ្ចឹង1អានេះយើងប្របែកតាមរូបមន្តកូសផៃដកសំទោសកូសអាល់ហ្វាដកបេតាអញ្ចឹងយើងបានកូសផៃលើ3កូសរ៉ែលផៃលើ4បូកឲ្យស៊ីនផៃលើ3ស៊ីនផៃនៅលើ4នៅលើស៊ីនផៃនៅលើ3កូសផៃលើ4ដកឲ្យស៊ីនផៃលើ4កូសផៃលើ3បាទហេតុអីបានខ្ញុំបំលែងវាទៅជាផៃលើ3ដកផៃលើ4ដោយសារតែមុំពីរហ្នឹងវាជាមុំពិសេសអញ្ចឹងយើងអាចជំនួសដោយតម្លៃលេខប្រកបមួយបានបើសិនយើងប្របែកវាទៅជាមុំផ្សេងយើងអាចសរសេរវាទៅជាតម្លៃប្រកបបានដែរបាទអញ្ចឹងស្មើតទៀតមក1កូសផៃលើ3ស្មើនឹង1លើ2អញ្ចឹង1លើ2គុណឲ្យកូសផៃលើ4ស្មើនឹងរឹស2នៅលើ2បូកស៊ីនផៃលើ3ស្មើនឹងរឹស3នៅលើ2ស៊ីនផៃលើ4ស្មើនឹងរឹស2នៅលើ2ហ្នឹងយើងហៅភាគយកយើង1ដល់ពេលភាគបែកយើងស៊ីនផៃលើ3ស្មើនឹងរឹស3នៅលើ2
ដល់ពេលកុស2លើ4ស្មើនឹងឬ2នៅលើ2ដកsin 2លើ4ឬ2លើ2គុណឲ្យកុស2លើ3ស្មើនឹង1នៅលើ2បាទអញ្ចឹងយើងតម្រូវភាពបែងរួមទាំងភាគយកទាំងភាគបែងទៅភាគបែងរួមភាគយករបស់យើងគឺ4អញ្ចឹង1គុណឲ្យ4បាន4បូកឲ្យឬ2បូកឬ5 1ចែកឲ្យអានេះវាបែររួមវា4ស្រាប់ហើយអញ្ចឹងយើងបានឬ6ដកឲ្យឬ2បាទស្មើតទៀតមកយើងទទួលបានអានេះវាបែរវាទៅសារដូចគ្នាអញ្ចឹងយើងអាចសម្រួលវាចោលបានយើងបាន4បូកឲ្យឬ2បូកឲ្យឬ6នៅលើឬ6ដកឲ្យឬ2បាទដល់កន្លែងនេះយើងអាចសរសេរចម្លើយត្រឹមប៉ុណ្្នឹងក៏បានឬមកក៏យើងបំបត្តិរ៉ាឌីកាល់វិភាគបែងបន្តទៅទៀតអញ្ចឹងខ្ញុំនឹងបំបត្តិរ៉ាឌីកាល់វិភាគបែងតទៀតគុណនឹងអក្សរឆ្លាស់របស់វាគឺឬ6បូកឲ្យឬ2អញ្ចឹង4បូកឲ្យឬ2បូកឲ្យឬ6តែឬ6បូកឲ្យឬ2នៅលើឬ6ដកឲ្យឬ2តាឬ6បូកឲ្យឬ2បាទយើងនឹងគុណពលាតវាធម្មតាមក4ឬ6បូកឲ្យ4ឬ2បូកឲ្យ2ឬ3បាទហេតុអីបើខ្ញុំសរសេរ2ឬ3តែម្ដងធម្មតាឬ2គុណឲ្យ6ចេះអញ្ចឹង6របស់យើងអាចប្រវាយទៅជា2គុណឲ្យ3អា2នេះវាអាចបញ្ចេញពីរឹសបានអញ្ចឹងយើងបាន2ឬ3គឺឆ្លើយហ្នឹងហើយបាទអញ្ចឹងបូកឲ្យ2នៅសល់មកកតាទៀតគឺបូកឲ្យ6បូកឲ្យ2ឬ3ចំណែកភាគបែងរបស់យើងនៅសល់6ដកឲ្យ2បាទអញ្ចឹងយើងនឹងបូកកន្លែងដែលដូចគ្នាកន្លែងដែលមានរ៉ាឌីកង់សំទោសរ៉ាឌីកាល់ហើយនិងរ៉ាឌីកង់វាដូចគ្នាអញ្ចឹងឬ6យើងនេះមានតែមួយកតាហ្នឹងទេអញ្ចឹងយើងបាន4ឬ5 1ដល់ពេលរឹស2របស់យើងក៏មានតែមួយហ្នឹងដែរបូកឲ្យ4នៅរឹស2ហើយដល់ពេលរឹស3យើងវិញមាន2រឹស3បូកឲ្យ2រឹស3យើងបាន4ឬ3ហើយលេខធម្មតាមាន2បូកឲ្យ6ស្មើនឹង8ចែកឲ្យ4អញ្ចឹងដល់ពេលដែលយើងចែក4ទៅអានេះក៏ចែកនឹង4បានរឹស5 1ដល់ពេលអានេះចែក4ដូចគ្នាហើយនេះក៏ចែក4ដូចគ្នាអញ្ចឹងខ្ញុំផ្សេងវាតាមលេខរៀងចុះបូកឲ្យរឹស2បូកឲ្យ8ចែក4បាន2អញ្ចឹងនេះជាចម្លើយរបស់យើងអាចសរសេរដូចនេះមកដូចនេះកូតង់20លើ24របស់យើងនេះស្មើរឹស6បូកឲ្យរឹស3បូកឲ្យរឹស2ហើយបូកឲ្យ2ដែលវាជាចម្លើយចុងក្រោយបាទហើយការដោះស្រាយរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងសូមអរគុណ